សុភាសិតទី1កុំឆ្លោះនឹងស្រីកុំក្តីនឹងគ្នាពាក្យនេះលោកពូជាពាក្យហាមឃាត់កុំឲ្យប្រុសធ្វើភ្លៀងភ្លាន់ទាស់មាត់តកឆ្លោះវិវាទត្បិតលោកចាត់ស្រីទៅដីប៉ែកចម្លែកពីប្រុសដោយធម្មជាតិតាំងចិត្តកំណត់ឬមាយាទសង្ឃ្លាតពីប្រុសមិនដូចគ្នាធម្មតាស្រីចិត្តក៏មិននឹងច្រានឆាប់ខេខឹងតែឆាប់ជាប្រុសណាឆាប់ខឹងនឹងប៉ះពៀឆ្លោះទាស់តែងគ្នាជាមិនខានទើបលោកថាកុំឆ្លោះនឹងស្រីវាអាប់សួស្តីដល់ខ្លួនប្រាណមិនអ្វីជាការប៉ុន្មានបានតែរំខានចិត្តអាត្មាមួយទៀតទុកជាប្រុសឬស្រីមិនត្រូវកាត់ក្តីអ្វីនឹងគ្នាព្រោះក្តីតែងខូចខាតទ្រព្យជាទាំងអស់ទាំងគ្នាទាំងឈ្នះចាញ់អ្នកឈ្នះក៏ដាច់ទ្រព្យធនធាននាំឲ្យរំខានចិត្តខ្មុលខ្មាញ់ចំណែកខាងអ្នកដែលចាញ់ខូចទ្រព្យកើតខ្នាញ់យ៉ាងក្រៃលែងសុភាសិតទី2ក្តិតមិនសមទៅប្រមាថជីឯរទេសគូលឿនពាក្យនេះលោកពោលថាជាពាក្យឡោជាពាក្យបន្ទោសឬចំអកឲ្យស្កកគំនិតអ្នកប្រមាថគឺមនុស្សអ្នកតូចអ្នកល្ងងខ្លៅតែងទៅក្អេងក្អាងគិតវៀតអានចង់បានយសស័ក្តិធំហួសមៀតនិងខាតកម្លាំងនាំរំខានហេតុនេះអ្នកប្រាជ្ញចាស់លោកស្ដីថាអ្វីហួសមៀតកុំចង់បានតែខំជជែកហួសប្រមាណនឹងខូចខ្លួនប្រាណឥតអំពើសុភាសិតទី3ក្តិតតែអង្គុយកន្ទុយតែចាស់ពាក្យនេះលោកព្រានប្រដៅយ៉ាងចំហុតតាមភាពនៃមនុស្សមានពុទ្ធបុត្រដើម្បីស្គាល់ពុទ្ធមនុស្សចិត្តវាយគឺមនុស្សមួយបែបមើសអង្គុយឃ្លឹះទុនប្រភ្លៀកសម្ដីលោកល្អើនល្អលីអ៊ីតែមានចិត្តគៀកលឧបាយមនុស្សបែបនេះក៏សឹងមានយើងបានឃើញហើយកុំមើងងាយត្រូវតែប្រយ័ត្នការសំពាយកុំបីពាក់ងាយមនុស្សនេះឡើយសុភាសិតទី4ក្មេងអាំងយំពេលអាំងប្រដំចាស់អាំងស្លាប់ន័យខ្លះថាពេលអាំងកាប់ចាស់អាំងស្លាប់ក្មេងអាំងយំពាក្យនេះលោកពោលជាធម្មតាដែលយើងធ្លាប់គិតពិចារណាក៏ឃើញថាពិតឥតកុហកទំនៀមក្មេងតូចដែលនៅខ្លៅបើកើតមូម៉ៅក៏កល្អឯរឿងអ្វីមួយតែងខ្នេកខ្នក់ងិចងក់ក្នុងចិត្តឥតគណនាច្រើនអាងតែយំដាក់ជាមុខរំអុកឲ្យចាស់លួងវារឿងនេះតែងមានជាធម្មតាកូនក្មេងណាក៏មិនខានឯពួកមនុស្សពីលមិនអាងយំអាងតែប្រដំតតធាក់ច្រានចាក់កាប់សម្លាប់យ៉ាងក្លាហានដោយចិត្តសាមញ្ញរបស់វាឯមនុស្សចាស់ចំណាស់ហើយមិនដូច្នោះឡើយព្រោះជរាច្រើនតែប្រជុំនិយាយគ្នាអាងតែមរណាដាក់ជាមុខសុភាសិតទី5ក្របីស្នែងកែកមនុស្សស្រលៀងភ្នែកកុំឲ្យដើរចូលពាក្យនេះបុរាណលោកឧបមាជាពាក្យប្រដៅធៀបប្រែប្រស្នាឲ្យយើងរាល់គ្នាខំលះបង់ពាក្យថាក្របីមានស្នែងកែកគឺមនុស្សចិត្តបែកមិនទៀងត្រង់មិនកាន់តាមធម៌ព្រះពុទ្ធអង្គលោកឲ្យលះបង់កុំចូលចិត្តពាក្យថាមនុស្សកែកភ្នែកស្រលៀងគឺមនុស្សលំអៀងចាក់ការពិតចិត្តគៀបវិវេធ្វើទុច្ចរិតហាមកុំដើរចិត្តកុំដើរចូលសុភាសិតទី6ក្រអេចំណេះ
ក្រតែស្នែងសេះនឹងនប់ទីទុយពាក្យនេះជាពាក្យពោចំអន់ក្នុងពេលណាមួយដែលបានក្រន់ព្រោះខ្លួនឃើញតាន់ធ្វើការត្រូវដែលក្នុងចំណោមគេទាំងឡាយកំពុងខ្វល់ខ្វាយមិនឃើញផ្លូវឃើញខ្លួនតែម្នាក់គិតឃើញត្រូវក្នុងផ្លូវការងារឬតម្រេះអ្នកដែលបានឃើញឬធ្វើរំកិតតែងពោលបន្ទើថាដូច្នេះគឺថាក្រអីនឹងចំណេះក្រតែស្នែងសេះនប់ទីទុយ